ចាជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំបងប្អូនថ្ងៃនេះមានមុខម្ហូបមួយមកបង្ហាញជូនគឺបុកសាច់គោជាមួយនឹងសណ្តែកគួរបងប្អូនណាចាមុខម្ហូបនេះពិសេសមែនតើបើសិនជាយកធ្វើជាគ្រឿងក្លែមអីទៀតគឺរឹតតែត្រូវប៉ុន្តែបើហូបជាមួយបាយហ្នឹងក៏បានដែរបងប្អូនចាអញ្ចឹងគ្រឿងផ្សំដោយដែលបងប្អូនបានឃើញនៅក្នុងនេះអញ្ចឹងគឺខ្ញុំមានចាខ្ទឹមសខ្ទឹមក្រហមម្ទេសហើយម្ទេសខ្ញុំប្រើម្ទេសអាចសាត់លាយនឹងម្ទេសម៉ាឡេបែបនេះដើម្បីយកពណ៌វាស្អាតណាតែម្ទេសអាចសាត់នេះគឺឈ្ងុយហើយហឹរទៀតបងប្អូនចាមានសណ្តែកដីចាក្រូចឆ្មាហើយជីខ្ញុំប្រើជីនាងវងជាមួយនឹងចាជីអង្កាមបងប្អូនណាហើយស្ពៃនេះគឺខ្ញុំដកវាមកសម្រាប់ទ្រាប់ចានឲ្យស្អាតអីទេបន្លែគឺសណ្តែកគួរនឹងឯងចាបានសណ្តែកគួរបេះថ្មីអញ្ចឹងគឺស្រួយផ្អែមឆ្ងាញ់ណាបងប្អូនហើយសាច់គោវិញបងប្អូនជ្រើសរើសយកសាច់ផុយយើងអាចធ្វើឆៅក៏បានដែរប៉ុន្តែយើងច្បាច់ក្រូចឆ្មាចោលម្ដងអញ្ចឹងណាបងប្អូនតែខ្ញុំយកវាទៅអាំងឆ្អិនប្រហែលជា20ទៅ30%ចាអញ្ចឹងក្រៅពីហ្នឹងគឺមានប្រហុកមានទឹកត្រីស្ករអីតិចតួចទៀតដែរចាអញ្ចឹងអញ្ជើញបងប្អូនមកមើលពីការធ្វើនៅក្នុងវីដេអូនេះបន្តទៅទៀតទាំងអស់គ្នាចាទឹកអស់ចាបងប្អូនអរគ្នាខ្ញុំមករកបេះសណ្តែកគួរបន្តិចសណ្តែកគួរនេះដាំអត់បានច្រើនទេដោយសារតែចាវាអស់ក្របពូជយកបងប្អូនអញ្ចឹងទៅបានតែបន្តិចហើយថ្ងៃនេះទិញបានសាច់ចម្លកសាច់ផុយមួយដុំអញ្ចឹងទៅក៏ចង់ធ្វើបុកសណ្តែកគួរចាសណ្តែកគួរនេះផ្លែបើមែនតែនទៅផ្លែច្រើនបងប្អូនតែបេះបដើរាល់ថ្ងៃអញ្ចឹងឥឡូវនេះនៅសល់ផ្លែតិចទេបើផ្លែពីដបងដៃឡើយល្អណាបងប្អូនធ្លាប់ឃើញខ្ញុំថតដឹងហើយចាពូជសណ្តែកគួរនឹងគឺផ្លែពណ៌បៃតងហើយផ្លែវែងចាមិនផ្លែពណ៌រាងបៃតងខ្ចីទេបៃតងរាងចាស់ផ្លែធំវែងហើយសណ្តែកគួរបេះពីដើមថ្មីអញ្ចេះបងប្អូនយកធ្វើអីក៏ឆ្ងាញ់ដែរចាមិនថាលក់មិនថាយកទៅឆាយកទៅអីគឺវាស្រួយហើយផ្អែមណាបងប្អូនចាអញ្ចឹងឥឡូវនេះខ្ញុំបេះប៉ុណ្ណេះបានហើយបងប្អូនព្រោះអីធ្វើច្រើនពេកគឺយើងហូបមិនអស់ដែរចាចាបងប្អូនអរគ្នាអញ្ចឹងសាច់គោគឺខ្ញុំយកវាមកអាំងហើយបងប្អូនចង់អាំងកម្រិតឆ្អិនប៉ុណ្ណាស្រ័យលើការចូលចិត្តណាចាអាចថាអាំងឆ្អិន30%ឬក៏50%តាមចំណូលចិត្តចាបងប្អូនអរគ្នាអញ្ចឹងសម្រាប់សាច់គឺខ្ញុំអាំងវាឆ្អិនប្រហែលជា30%ទេឲ្យវានៅទន់ណាបងប្អូនតែបើបងប្អូនចូលចិត្តឆ្អិនយើងអាំងវាឲ្យឆ្អិនតាមនឹងទៅចាអញ្ចឹងឥឡូវខ្ញុំលើកមកហើយចាបងប្អូនឥឡូវនេះបងតែបេះជីអង្កាមបន្តិចទៅចាអញ្ចឹងខ្ញុំបេះជីអង្កាមបន្តិចយកទៅដាក់បុកសាច់គោហ្នឹងបងប្អូនល្អណាស់បងប្អូនហើយម្ដាយខ្ញុំគាត់ដាំនៅគល់ត្នោតនេះយើងអាចចាញ់ហើយដល់ពេលវារលួយទៅគាត់ដាំយកជីអង្កាមមកដាំហើយម្ទេសចាម្ទេសអាចសាត់នេះក្លិនវាឈ្ងុយហ៎បងប្អូនបានបុកបានអីហ្នឹងគឺថាដាក់ទៅមិនខុសចិត្តទេរឿងម្ទេសអាចសាត់នេះមកបេះជីអង្កាមបេះម្ទេសក្បែរហ្នឹងឥឡូវបេះជីវងចាដែលគាត់ដាំទៅសិតទៅលើគល់ត្នោតបងប្អូនគល់ត្នោតយើងអាចចាញ់ណាម្ដាយខ្ញុំគាត់ដាក់ដីគាត់ដាំឥឡូវមើលល្អនេះឥឡូវបេះជីវងពីបិចត្រួយទៀត
ចាប៉នេះទៅបានហើយអូយល្អណាស់ដល់ពេលឃើញល្អអញ្ចឹងចង់តបេះហើយនៅក្បែរកន្លែងធ្វើម្ហូបនោះមានមករងទៀតណាបងប្អូនចាមិនមែនមានតែប៉ុណ្្នឹងទេចាអញ្ចឹងចំពោះសណ្តែកគួរបងប្អូនយើងលាងទឹកវាឲ្យស្អាតទៅហើយកាត់ផ្នែកក្បាលនឹងចេញបន្ទាប់មកយើងកាត់វាកង់ខ្លីៗល្មមដូចតែយើងឆាដូចអីចឹងណាចាបងប្អូនចង់កាត់ឲ្យខ្លីជាងខ្ញុំក៏បានដែរចាខ្ញុំប្រើសាច់គោចំនួន3ខាំហើយសណ្តែកគួរដែលខ្ញុំបេះហ្នឹងមួយដៃហ្នឹងខ្ញុំអត់បានថ្លឹងទេបងប្អូនរឿងច្រើនដែរបើតាមស្មានមើលប្រហែលជា2ខាំអីដែរណាចាពេលនេះខ្ញុំកាត់វាឲ្យរឿងខ្លីៗបន្តិចបងប្អូនអត់ហិលទេម្ទេសនេះតែពណ៌ស្អាតខ្ទឹមក្រហមនេះបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានមិនជាបញ្ហាអីទេចាសាច់គោវិញខ្ញុំយកវាមកហាន់ហើយយើងមើលសាច់ណាបងប្អូនចាមើលសាច់ទៅយើងហាន់វារាងក្រាស់ល្មមមិនស្ដើងពេកហើយក៏មិនក្រាស់ពេកដែរចាបងប្អូនឥឡូវនេះខ្ញុំដាក់ខ្ទឹមហើយនិងម្ទេសបុកវាឲ្យរាងល្អិតតិចសិនចាបុកខ្ទឹមម្ទេសល្អិតហើយបន្ថែមប្រហុកចូលបងប្អូនហើយបងប្អូនប្រើប្រហុកឆៅក៏បានប្រហុកបងប្អូនចង់យកទៅអាំងឲ្យឆ្អិនក៏បានដែរសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំប្រើប្រហុកឆៅបងប្អូនណាខ្ញុំច្រាំវាល្អិតទៅដាក់ប្រហុកមួយចុងស្លាបព្រាចូលចាបន្ទាប់មកដាក់ស្ករត្នោតចូលដាក់ប៊ីចេងបន្តិចហើយខ្ញុំលួចទឹកត្រីបន្តិចបងប្អូនទឹកត្រីហ្នឹងលក្ខណៈថាមកចាប់ឯនេះចារួចហើយបុកវាញុំច្បល់ស្ករប៊ីចេងទឹកត្រីយើងហ្នឹងទៅចាបន្ទាប់មកខ្ញុំច្របាច់ក្រូចឆ្មាដាក់ធម្មតាខ្ញុំច្រើនតែបុកសណ្តែកគួរមុនណាតែឥឡូវនេះដោយសារសាច់គោខ្ញុំអាំងវាឲ្យឆ្អិនតែ20-30% ទេអញ្ចឹងខ្ញុំយកសាច់គោមកបុកញុំជាមួយនឹងគ្រឿងគ្រើហ្នឹងលក្ខណៈថាឲ្យវារៀងឆ្អិនសាច់គោបន្តិចបងប្អូនព្រោះសាច់គោត្រូវទឹកក្រូចឆ្មាត្រូវអីហ្នឹងទៅក៏វាឆ្អិនថែមទៀតដែរណាចាបុកញុំទៅមិនបាច់បុកវាខ្លាំងទេចាឥឡូវហ្នឹងខ្ញុំញុំសាច់គោហើយខ្ញុំដាក់សណ្តែកគួរចូលបងប្អូនបើសិនជាចង់បានសណ្តែកគួររៀងតុនណាបងប្អូនដាក់សណ្តែកគួរបុកមុនជាមួយខ្ទឹមមួយម្ទេសអីចឹងទៅក៏បានដែរចាបងប្អូនឥឡូវនេះខ្ញុំបុកសណ្តែកគួរជាមួយសាច់គោហ្នឹងឃើញថាវាតុនប៉ុណ្ណេះបានហើយខ្ញុំគាត់តែបុកវាឲ្យបែកខ្លះទេឥឡូវខ្ញុំភ្លក់មើលសិនហើយបើសិនជាត្រូវរសជាតិហើយគឺយើងបន្ថែមជាមួយនឹងជីហើយសណ្តែកដីគឺចារួចស្រេចតែម្ដងបុកសណ្តែកគួរសាច់គោនេះបងប្អូនដោយសារត្បាល់ខ្ញុំនេះវារៀងតូចចឹងទៅចារៀងពិបាកបង្ហាញជូនបងប្អូនឲ្យបានច្បាស់ចាំដួសដាក់ចានហ្មងចាបងប្អូនឥឡូវនេះខ្ញុំដោយសារតែវាពិបាកច្បល់ជីនៅក្នុងហ្នឹងអញ្ចឹងខ្ញុំដាក់ជីនៅចានហើយខ្ញុំដួសសាច់គោហ្នឹងយកទៅដាក់ពីលើជីតែម្ដងឈ្ងុយបងប្អូនអើយហើយសាច់គោចាពេលដែលយើងបានអាំងបានអីវាខ្លះអញ្ចេះដូចថាវាកាត់ក្លិនដែរណាចាហើយណាមួយពេលដែលយើងយកមកយើងបុកច្បល់ជាមួយទឹកប្រហុកក្រូចឆ្មាអីចឹងទៅគឺឈ្ងុយយកហ្មងបងប្អូន
ហើយហូបក៏រៀងស្និទ្ធមាត់ជាងយើងធ្វើឆៅដែរណាចាចាហើយខ្ទឹមក្រហមនេះបងប្អូនចង់បុកវាច្បល់ក៏បានដែរចាចុងក្រោយគេគឺបន្ថែមសណ្តែកដីបន្តិចមកបងប្អូនអូតែប៉ុណ្ណេះគឺដឹងតែរសជាតិឆ្ងាញ់ហើយចាបុកសណ្តែកគួរជាមួយសាច់គោឬក៏បុកសាច់គោជាមួយសណ្តែកគួរចាបងប្អូនហើយថាមួយណាក៏បានដែរអញ្ចឹងរួចរាល់ហើយបុកសណ្តែកគួរមួយសាច់គោរបស់ខ្ញុំបងប្អូនចាបងប្អូនអរគ្នាអញ្ចឹងឥឡូវនេះអញ្ជើញមកភ្លក់បុកសាច់គោសណ្តែកគួរជាមួយខ្ញុំបងប្អូនអូយតំណងណាបងប្អូននិយាយពីថាក្លិនឡើងឈ្ងុយចារសជាតិនេះឆ្ងាញ់ប៉ុន្តែហូបញឹកញាប់ពេកក៏មិនបានដែរណាបងប្អូនព្រោះអីអាគ្រឿងបុកគ្រឿងអីចឹងវាច្រើនតែរសជាតិរៀងប្រៃផ្អែមអីចឹងណាតែខ្ញុំធ្វើនេះក៏រសជាតិស្រាលដែរបងប្អូនមិនជាប្រៃផ្អែមខ្លាំងអីទេចាណាមួយបន្លែគឺបេះនៅផ្ទះទេចាហើយសាច់ក៏យើងបានចំអិនដែរចឹងណាចាចឹងជ័យមកភ្លក់មួយខ្ញុំបងប្អូនទាំងអស់គ្នារសជាតិឆ្ងាញ់បងប្អូនសាច់គឺទន់ហើយបន្លែរបស់យើងស្រួយហើយផ្អែមចារសជាតិវិញគឺស្រាលព្រោះអីខ្ញុំធ្វើនេះគឺរៀងបន្ថយគ្រឿងជាតិប្រៃជាតិផ្អែមអីចឹងបងប្អូនចាចឹងអរគុណច្រើនបងប្អូនអ្នកគ្នាបើសិនជាបងប្អូនអ្នកគ្នាចូលចិត្តការធ្វើមុខម្ហូបបុកសាច់គោជាមួយសណ្តែកគួរចាកុំភ្លេចសាកល្បងធ្វើតាមវិធីដែលខ្ញុំបានបង្ហាញជូនបងប្អូននៅក្នុងវីដេអូនេះបានចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបងប្អូនជម្រាបលា